នេះគឺជាបង្អែមដែលខ្ញុំចូលចិត្តនិងឧស្សាហ៍ធ្វើបំផុតគឺបបរសណ្តែកខៀវចឹងបងប្អូនមកធ្វើបបរសណ្តែកខៀវជាមួយខ្ញុំទាំងអស់គ្នាជាដំបូងគឺខ្ញុំលីងសណ្តែកឲ្យឡើងក្រហមបន្តិចតែកុំឲ្យក្រហមខ្លាំងពេកបងប្អូនព្រោះខ្លាចវាខ្លោចជ្រុលហើយបន្ទាប់មកគឺបងប្អូនចាក់ទឹកចូលហើយគ្រឿងផ្សំគឺមានតែអំបិលបន្តិចហើយនិងស្ករតាមចំណង់ចំណូលចិត្តហើយនិងខ្ទិះដូងតែប៉ុណ្្នឹងឯងបន្ទាប់ពីបងប្អូនស្ងោរសណ្តែកឲ្យពុះឲ្យបែកល្អតាមចំណង់ចំណូលចិត្តហើយបងប្អូនក៏ចាក់គេហៅថាម្សៅសាគូឬក៏ភ្នែកកែបនឹងចូលទៅដោយសារថ្ងៃនេះខ្ញុំធ្វើបន្ទាន់ពេកព្រោះខ្ញុំត្រូវទៅធ្វើដំណាំនៅក្រៅផ្ទះអញ្ចឹងហើយម្សៅសាគូខ្ញុំវាអត់ទាន់បែកល្អខ្ញុំក៏ដួសមកញ៉ាំតាមពិតទៅបងប្អូនអាចទុកឲ្យវារាំងរីកបន្តិចក៏បានដែរឥឡូវគឺបបរសណ្តែកខ្ញុំគឺឆ្អិនហើយបងប្អូនណា